ឆាគ្រឿងក្រុមពីមុនណាខែនេះថាពេលដែលទឹកទន្លេចាប់ផ្ដើមស្រកហើយពេលដែលទឹកនេះគឺថាពួកខ្ញុំនាំគ្នាទៅហែទឹករាវក្រុមបានច្រើនណាបងប្អូនហើយក្រុមនៅទន្លេគឺក្រុមធំធំមែនតើគឺអត់ដូចក្រុមបឹងណាហើយក្រុមទន្លេពេលដែលយើងយកមកឆាយកមកត្រាំវាអស់ដីឆាគ្រឿងនេះថាគឺឆ្ងាញ់មែនតើហើយខ្ញុំខានញ៉ាំយូរហើយបងប្អូនហើយតាំងពីនៅតូចៗចុះដែលអាសាញ៉ាំពេលដែលយើងទៅមួយទឹកទន្លេរាវក្រុមរាវខ្ចៅលៀសអីហ្នឹងគឺបានក្រុមច្រើនតែពេលឥឡូវហ្នឹងគឺខានមួយទឹកទន្លេខាននៅផ្ទះម៉ាក់នៅក្រោយផ្ទះម៉ាក់មានទន្លេខាននៅផ្ទះម៉ាក់យូរចឹងទៅតាំងពីមានប្តីមានអីមកបែកផ្ទះទៅមិនដែលបានញ៉ាំក្រុមឆាទេតែថ្ងៃនេះប៉ាខ្ញុំគាត់ទិញបានពីញាក់ទន្លេដែលគេរាវបានណាហើយគេយកមកស្រោះបកសបកចេញគេលក់តែសាច់ឲ្យទេ1គីឡូតែ10000ទេហើយប៉ាខ្ញុំទិញបានឡើង1គីឡូនេះគាត់ឆាញ៉ាំអស់កន្លះគីឡូហើយនេះនៅសល់កន្លះគីឡូនេះខ្ញុំយកមកឆាគ្រឿងជាមួយនឹងសណ្តែកគួរណាបងប្អូនហើយសម្រាប់ក្រុមដែលយើងទៅតែរាវបានថ្មីនេះនិយាយថាសាច់ឡើងក្បឹបតែម្ដងណាបងប្អូនសាច់គឺថាល្អមែនតើហើយបើនិយាយពីរសជាតិគេវិញគឺឡើងខ្ទិះតែម្ដងហើយ1គីឡូមិនតិចទេបងប្អូនហើយមិនដឹងថាអ្នករាវហ្នឹងរាវយូរប៉ុណ្ណាទេទម្រាំតែបានយកមកដាក់លក់1គីឡូព្រោះអីខ្ញុំឆានេះតែកន្លះគីឡូលេងក្រុម1គីឡូពីមុនវិញការដែលខ្ញុំទៅរាវបានតែ10 20ក្រុមធំហ្នឹងគឺថាអូយសប្បាយអបានមកហូបមួយពេលហើយនេះលេង1គីឡូ10000ឆា2ដងញ៉ាំអត់ទាន់អស់ទៀតណាហើយខានញ៉ាំឆាគ្រឿងជាមួយនឹងសណ្តែកហើយគួរនេះយូរមែនតើហើយបើនិយាយពីរសជាតិសាច់ក្រុមគេគឺថាឡើងផ្អែមខ្ទិះតែម្ដងដាក់ជាមួយនឹងម្ទេសហឹលទៀតអូយឆ្ងាញ់ណាស់បងប្អូនយើងខានបានញ៉ាំយូរដល់ពេលបានញ៉ាំម្ដងចេះវិញនឹកឃើញរសជាតិការដែលយើងញ៉ាំនៅក្មេងៗឆ្ងាញ់ណាស់បងប្អូនហើយរសជាតិហ្នឹងមួយគ្មានពីរតែម្ដង